រឿងបញ្ហាចរាចរណ៍ជាមួយវត្តទីនិងឥណ្ឌីវ៉ាវអស្ចារ្យមានរថយន្តច្រើនណាស់នៅក្នុងរាជធានីភ្នំពេញវាពិតជារឿងមួយដែលល្អដែលរាជធានីភ្នំពេញកំពុងតែមានការអភិវឌ្ឍទៅមុខទេមិនល្អទេមានរថយន្តនិងម៉ូតូច្រើនពេកនៅក្នុងរាជធានីភ្នំពេញសប្តាហ៍ថ្ងៃនេះហើយវាបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍ជាការពិតណាស់ការកកស្ទះចរាចរណ៍ជាបញ្ហាធ្ងន់ធ្ងរមួយនៅក្នុងរាជធានីភ្នំពេញតើអ្នកដឹងទេតើហេតុអ្វីបានជាការកកស្ទះនេះកើតឡើងទី1ចំនួនប្រជាជនមានការកើនឡើងយ៉ាងខ្លាំងចំនួនប្រជាជននៃរាជធានីភ្នំពេញមាន1លាននាក់នៅឆ្នាំ1998និងមួយកណ្ដកសញ្ញា33លាននាក់ក្នុងឆ្នាំ2008នៅឆ្នាំ2010ដោយមានការធ្វើសមាហរណកម្មឃុំចំនួន20របស់ខេត្តកណ្ដាលដែនដីរដ្ឋបាលរបស់រាជធានីភ្នំពេញត្រូវបានពង្រីកវិសាលភាពរបស់ខ្លួនចំនួនប្រជាជនដែលគ្របដណ្ដប់ដែនដីរដ្ឋបាលថ្មីនេះមានចំនួនមួយកណ្ដកសញ្ញា69លាននាក់នៅឆ្នាំ2013ហើយចំនួននេះអាចនឹងកើនឡើងរហូតដល់មួយកណ្ដកសញ្ញា8លាននាក់នៅឆ្នាំ2016និងឈានដល់2កណ្ដកសញ្ញា8លាននាក់នៅឆ្នាំ2035ទី2ចំនួនរថយន្តមានការកើនឡើងស្របនឹងកំណើនប្រជាជនចំនួនរថយន្តដែលបានចុះបញ្ជីនៅភ្នំពេញបានកើនឡើង3ដងក្នុងទសវត្សរ៍ចុងក្រោយនេះចំនួនប្រជាជនមានការកើនឡើងហើយការប្រើប្រាស់រថយន្តតូចចក្រយានយន្តឯកជនក៏កាន់តែច្រើនឡើងទាំងនេះគឺជាបុព្វហេតុដែលនាំឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃយើងប្រហែលជាធ្លាប់ជួបប្រទះនៅឥរិយាបថមិនល្អរបស់អ្នកបើកបរមួយចំនួនដូចជាការចតរថយន្តដោយបំពានច្បាប់ជាដើមការមិនគោរពភ្លើងសញ្ញាចរាចរណ៍ការបើកបរមិនច្រាស់ទិសគឺជាមូលហេតុនៃការកកស្ទះចរាចរណ៍ប្រសិនបើស្ថានភាពនេះមិនផ្លាស់ប្ដូរទេតើនឹងមានអ្វីកើតឡើងនៅថ្ងៃអនាគតប្រសិនបើយើងមិនមានវិធានការនោះទេស្ថានភាពចរាចរណ៍នឹងកាន់តែធ្ងន់ធ្ងរឡើងហើយយើងនឹងមិនអាចធ្វើដំណើរទៅណាបានទាន់ពេលនោះទេវាកាន់តែចំណាយពេលវេលាច្រើនថែមទៀតដើម្បីធ្វើដំណើរទៅកាន់សាលារៀនឬកន្លែងធ្វើការជាដើមហើយវាធ្វើឲ្យអ្នកមានការធុញទ្រាន់និងមិនសប្បាយចិត្តមែនហើយតែយើងគួរធ្វើដូចម្តេចទើបអាចកាត់បន្ថយការកកស្ទះចរាចរណ៍នេះបាន1ចូលគោរពច្បាប់ចរាចរណ៍2ប្រើប្រាស់ការដឹកជញ្ជូនសាធារណៈជាដំបូងចូលគិតអំពីឥរិយាបថនៃការបើកបរនិងបញ្ឈប់ការបំពានលើច្បាប់ចរាចរណ៍1ការចតរថយន្តនៅតាមចិញ្ចើមផ្លូវ2ការចតរថយន្តនៅចំណុចផ្លូវប្រសព3ការចតរថយន្តនៅលើចិញ្ចើមផ្លូវសងខាង4ការចតរថយន្តជាច្រើនខ្សែនៅមុខភោជនីយដ្ឋានផ្សារនិងសាលារៀនដែលធ្វើឲ្យប៉ះពាល់ដល់លំហូរចរាចរណ៍និងបណ្ដាលឲ្យការកកស្ទះចរាចរណ៍កាន់តែខ្លាំងប្រសិនបើអ្នកចតរថយន្តដោយបំពានលើគំនូសសញ្ញាកំណត់នៅកន្លែងចតរថយន្តនោះវានឹងមិនអាចឲ្យរថយន្តផ្សេងទៀតចូលចតបានទេវាមិនមានបញ្ហាទេប្រសិនបើគ្រាន់តែចតរថយន្តមួយផ្លែកទោះបីជាបំពានច្បាប់បន្តិចមែនត្រឹមត្រូវទេប្រសិនបើពួកគេធ្វើដូចនេះផ្លូវនឹងមានមនុស្សច្រើនហើយចរាចរណ៍នឹងមានការកកស្ទះដើម្បីដោះស្រាយបញ្ហាចំណតនេះសាលារាជធានីភ្នំពេញបានកំពុងរៀបចំចំណតរថយន្តបង់ប្រាក់នៅតាមទីតាំងសំខាន់ៗមួយចំនួននៅរាជធានីភ្នំពេញនេះគឺជាចំណតរថយន្តបង់ប្រាក់មួយដែលគ្រប់គ្រងដោយសាលារាជធានីភ្នំពេញម្ចាស់រថយន្តត្រូវបានតម្រូវឲ្យបង់ប្រាក់អាស្រ័យលើរយៈពេលនៃការចតរថយន្តហើយនេះគឺជាចំណតដែលស្របច្បាប់និងប្រកបដោយសុវត្ថិភាពប្រសិនបើអ្នកបញ្ឈប់ការចតរថយន្តខុសច្បាប់អ្នកអាចបើកបរបានយ៉ាងរលូននិងមានសុវត្ថិភាពការបើកបរបញ្ច្រាស់ទិសបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍ថែមទាំងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរទៀតផងការបំពានភ្លើងសញ្ញាចរាចរណ៍នឹងបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍ព្រមទាំងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរផងដែរប្រសិនបើកំណើនចរាចរណ៍កាន់តែច្រើនជាងមុនវាជាការសំខាន់ណាស់ដែលមនុស្សគ្រប់គ្នាត្រូវតែគោរពច្បាប់ចរាចរណ៍ឧទាហរណ៍នៅចំណុចផ្លូវប្រសពអ្នកបើកបរទាំងអស់ត្រូវតែគោរពតាមភ្លើងសញ្ញាចរាចរណ៍និងឆ្លងកាត់ផ្លូវតាមលំដាប់លំដោយទោះជាយ៉ាងណាប្រសិនបើមានអ្នកបើកបរដែលមិនគោរពតាមសញ្ញាចរាចរណ៍គាត់នឹងធ្វើឲ្យមានការរាំងស្ទះនៅចំណុចប្រសពនោះ
ខាងក្រោមនេះជាឧទាហរណ៍មួយចំនួនអំពីច្បាប់ចរាចរណ៍នៅចំណុចផ្លូវប្រសព្វរថយន្តឬម៉ូតូបត់ឆ្វេងជាញឹកញាប់តែងតែឆ្លងកាត់បន្ទាត់កណ្ដាលនិងធ្វើឲ្យមានការរាំងស្ទះចរាចរណ៍នៅផ្នែកផ្លូវម្ខាងទៀតរថយន្តនិងម៉ូតូដែលទៅមុខត្រង់តែងតែមានអាទិភាពទៅមុនគេប្រសិនបើអ្នកចូលទៅចំណុចប្រសព្វបណ្ដាលឲ្យកកស្ទះចរាចរណ៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀតសូមបញ្ឈប់ការជ្រៀតចូលទៅក្នុងផ្លូវប្រសព្វដែលមានការកកស្ទះនិងសូមរងចាំមួយរយៈពេលខ្លីដើម្បីឲ្យរថយន្តផ្សេងទៀតអាចទៅផុតពីផ្លូវប្រសព្វនេះបន្ទាប់មកយើងអាចបើកបរបានយ៉ាងរលូននិងដោយសន្តិវិធីការគោរពច្បាប់ចរាចរណ៍គឺមានសារៈសំខាន់ខ្លាំងណាស់ដើម្បីធានាសុវត្ថិភាពចរាចរណ៍និងដើម្បីការពារមនុស្សជាទីស្រឡាញ់របស់អ្នកភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីកង្វះការយកចិត្តទុកដាក់របស់អ្នកបើកបរដូចជាការមិនគោរពច្បាប់ចរាចរណ៍មិនគោរពសញ្ញាចរាចរណ៍ជាដើមជាពិសេសអ្នកបើកបរម៉ូតូមួយចំនួនមិនយល់ដឹងពីច្បាប់ចរាចរណ៍នេះវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់ដោយមានកិច្ចសហប្រតិបត្តិការរបស់ចៃកាតាមរយៈគម្រោងហេរញ្ញប្បទានឥតសំណងសម្រាប់ការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងចរាចរណ៍សាលារាជធានីភ្នំពេញបានកំពុងដំឡើងប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍ថ្មីនៅតាមបណ្ដាផ្លូវប្រសព្វមួយចំនួននៅរាជធានីភ្នំពេញប្រព័ន្ធសញ្ញាចរាចរណ៍ថ្មីនេះអាចតាមដានបរិមាណចរាចរណ៍ជាក់ស្ដែងហើយភ្លើងសញ្ញាចរាចរណ៍នៅតាមទីតាំងនីមួយៗនឹងត្រូវបានត្រួតពិនិត្យដោយស្វ័យប្រវត្តិនៅឯមជ្ឈមណ្ឌលត្រួតពិនិត្យចរាចរណ៍ដែលនឹងរៀបចំឡើងនៅឆ្នាំ2017ដើម្បីកាត់បន្ថយការកកស្ទះនិងសម្រួលចរាចរណ៍សាលារាជធានីភ្នំពេញបាននឹងកំពុងតែកែលម្អនិងពង្រីកផ្លូវសំខាន់មួយចំនួនហើយនឹងការកសាងស្ពានអាកាសជាច្រើនកន្លែងទៀតផងវ៉ាវអស្ចារ្យមែនបាទមែនហើយសាលារាជធានីភ្នំពេញបានកំពុងយកចិត្តទុកដាក់ខិតខំប្រឹងប្រែងដើម្បីកែលម្អបរិស្ថានចរាចរណ៍ទោះជាយ៉ាងណាទំហំផ្លូវគឺមិនគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នាប្រើប្រាស់រថយន្តផ្ទាល់ខ្លួនបានទេទី2តោះយើងនាំគ្នាប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈតោះយើងនាំគ្នាសាកគិតស្រមៃថាប្រសិនបើមនុស្សម្នាក់ប្រើរថយន្តមួយឧទាហរណ៍មនុស្ស50នាក់ប្រើប្រាស់រថយន្តផ្ទាល់ខ្លួនរបស់ពួកគេរៀងខ្លួនតាមផ្លូវនឹងមានរថយន្តកកកុញហើយទំហំផ្លូវនឹងកាន់តែតូចចង្អៀតជាក់ស្ដែងនៅទីនោះគឺមិនមានទីធ្លាគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នាអាចប្រើរថយន្តឬម៉ូតូផ្ទាល់ខ្លួនបានទេប៉ុន្តែបើមនុស្ស50នាក់ប្រើប្រាស់រថយន្តក្រុងផ្លូវនេះនឹងមានសភាពដូចនេះលើសពីនេះទៅទៀតប្រសិនបើអ្នកប្រើប្រាស់រថយន្តក្រុងអ្នកអាចសន្សំប្រាក់របស់អ្នកបានដូចគ្នានេះផងដែរវាមានសុវត្ថិភាពនិងផាសុកភាពអ្នកនឹងមិនប្រឈមហានិភ័យចំពោះគ្រោះថ្នាក់ចរាចរណ៍និងអាចចំណាយពេលវេលាយ៉ាងងាយស្រួលក្នុងការប្រស្រ័យទាក់ទងជាមួយក្រុមគ្រួសារឬមិត្តភ័ក្តិរបស់អ្នកពេលកំពុងជិះរថយន្តក្រុងទៀតផងប្រើប្រាស់រថយន្តក្រុងប្រសើរជាងនាពេលអនាគតរដ្ឋាភិបាលស្វ័យយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងនិងពង្រីកផ្លូវរត់សម្រាប់រថយន្តក្រុងចំនួន10ខ្សែនៅក្នុងឆ្នាំ2020ពិសេសជាងនេះទៀតរថយន្តស្វ័យប្រវត្តិសាធារណៈដែលតភ្ជាប់ចំណុចកណ្ដាលរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញក៏នឹងត្រូវបានអភិវឌ្ឍផងដែរនាពេលអនាគតដូច្នេះវានឹងកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈវ៉ាវល្អណាស់ហើយយើងអាចរក្សាខ្យល់បរិសុទ្ធសម្រាប់សុខភាពរបស់យើងទាំងអស់គ្នាប្រសិនបើគ្រប់គ្នាឈប់ប្រើប្រាស់រថយន្តផ្ទាល់ខ្លួនAndy តើអ្នកគិតថាអ្នកយល់ច្បាស់ពីស្ថានភាពចរាចរណ៍ដែរឬទេបាទយើងគឺជាអ្នកដែលត្រូវដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ប្រសិនបើអ្នកទាំងអស់គ្នាគោរពច្បាប់ចរាចរណ៍ហើយបែរមកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈវិញនោះយើងនឹងអាចធ្វើឲ្យបរិស្ថានចរាចរណ៍ល្អប្រសើរជាងមុនចាប់ផ្ដើមពីឥឡូវនេះគឺមិនទាន់ហួសពេលទេតោះចូលរួមសកម្មភាពទាំងអស់គ្នានៅពេលនេះដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុងរបស់យើង